រឿងអ្នកដំណើរពីរនាក់ដណ្ដើមគ្នាដេកកណ្ដាលកាលពីព្រេងនាយមានមនុស្សពីរនាក់ដើរទៅផ្លូវឆ្ងាយជួនជាយប់ក្នុងព្រៃងងឹតដើរទៅមុខមិនរួចក៏បបួលគ្នាដេកក្នុងព្រៃអ្នកទាំងពីរនាក់ចង់ដេកកណ្ដាលតែរៀងខ្លួនប៉ុន្តែមិនដឹងគិតធ្វើដូចម្ដេចនឹងបានដេកកណ្ដាលបុរសទាំងពីរនាក់គិតគ្នាថាបើដូច្នោះយើងដេកយកជើងទល់គ្នាហើយបុរសទាំងនោះក៏ដេកយកជើងទល់គ្នាទាំងពីរនាក់ទៅក្រោយមកមានខ្លាមកឃើញមនុស្សដេកយកជើងទល់គ្នាហើយទទួលសំពត់ជើងមើលមិនដឹងជាសត្វអ្វីវែងដូច្នោះឆ្ងល់ណាស់ត្បិតមិនដែលឃើញក៏បបួលអស់សត្វឯទៀតជាច្រើនមានទាំងដំរីក្របីគោរមារមាំងក្តាន់ប្រើទ្រាយចចស្វានស្វាគ្រប់សត្វទាំងអស់មកមើលគ្មានសត្វណាមួយស្គាល់សោះក្រោយមកទៀតសត្វទាំងអស់នោះគិតគ្នាថាឥឡូវនេះនឹងមានអ្នកឯណាស្គាល់សត្វនេះពួកយើងបបួលគ្នាមកមើលសត្វនេះច្រើនភាសាណាស់ហើយនៅសល់សត្វអ្វីទៀតដែលមិនទាន់បានមកមើលអស់សត្វទាំងនោះគិតគ្នាទៅឃើញនៅសល់ទន្សាយពុំបានមកមួយទៀតឮល្បីថាទន្សាយនោះជាអ្នកមានប្រាជ្ញាចេះនិយាយក្បួនច្បាប់ទម្លាប់ចេះកលមេយាចាំទំនឹមទំនៀមច្រើនបើដូច្នោះយើងប្រើបងដំរីឲ្យទៅអញ្ជើញបងទន្សាយនោះទៅបានត្បិតបងទន្សាយបើមាននរណាទៅពឹងការអ្វីគាត់កាន់ខ្លួនណាស់សត្វទាំងនោះគិតគ្នាហើយឲ្យដំរីទៅអញ្ជើញទន្សាយដំរីក៏ទៅឃើញទន្សាយអង្គុយលើក្បាលដំបូកទន្សាយឃើញដំរីដើរយកមកពីនាយក៏សួរថាបងដំរីមានហេតុអ្វីបានជាលេះរលាំងមកដំរីឆ្លើយថាបងទន្សាយត្បិតមានសត្វអ្វីមួយចម្លែកណាស់គ្មាននរណាស្គាល់សោះបានជាអស់សត្វនៅក្នុងព្រៃនេះឲ្យខ្ញុំអញ្ជើញបងទន្សាយឯងទៅមើលក្រែងបងទន្សាយឯងស្គាល់សត្វនោះឯទន្សាយឮដូច្នោះហើយសួរថាសត្វនោះដូចម្ដេចតូចឬក៏ធំវែងឬក៏ខ្លីដំរីថាសត្វនោះធំចុងធំគល់តូចកណ្ដាលហើយវែងប្រមាណ5ហត្ថទន្សាយឮដូច្នោះហើយឆ្លើយថាអូបើដូច្នោះបងដំរីកុំព្រួយចិត្តចាំខ្ញុំទៅមើលឲ្យស្គាល់សត្វនោះប៉ុន្តែបងដំរីឯងឲ្យខ្ញុំជិះលើក្បាលបងឯងទៅដំរីឮដូច្នោះហើយ
Đơ chôl tờ ôn có bà ôi tuần sai chi lử có bà tuần sai thư chừa cả anh cả án lúc tờ đòl hỏi chóc bị cả bà đồng rầy dốt sơ chư đề miên snam đồng câu vía đôi chia ạ xó cắn lược lần chia xong bọt thả bong ôn sẽ đạp nhóm tập bật nhóm chia bầm rào pre ấn lục ra oi nôm xong bọt nỉ màu hai tuần sái lần lơ đầm bộ thưa chia ăn xong bọt thả sót ní pre ấn lục rào mộ mua sạch yuki dốt tiếng ọc nia dốt tiếng Anh dốt tiếng Anh sạch lư tuần sai mơ xong bọt thang Pre en oi một dốt tiếng ọc nia có stúc bol tới chôn nia slap bạc đầy bạc chữ pi bình sạch luôn tiếng prey menú pi nhẹ nụ đừng thả sắp từng nụ bà ơn nhẹ rốt chân khnia slap đôi chân câu lần lương đầy xong biệt tuần sai thả bong tuần sai miên cun nâng dương kháng nè sân bơ chia dương mình bàn bong tuần sai một thứ u bài còn ở dương tế nuốt xong khá nâng khăm dương si trong này vì tàu hơi bong tuần sai ấy miên bạch nhà là môn chia sọc phía bàn anh bỏ bùl khnia dục sạch rệt tiếng pì nè em mà nút tiếng pì nè mơ tàu khơi ọc sạch chân khnia slap bình prey đuổi chân bỏ búa khnia dục sạch rệt tiếng pì nè đơ tơ bắn tạch khơi khla xong cổ mũi đầm rây chuôn bạc trừ đơ bàn tích tích có bỏ bùa khnia dục xài tròn đất dục tờ lục đỡ tàu bẩn tạch chụp nâng niệm bò rô tê cổ ai niệm bò rô tê cổ nụ khơi niệm tiếng pi rây sạch một đôi chân có bánh chốc rô tê xua thả niệm thư đôi mật đếch có bàn sạch trần một lá niệm nút bánh chọt thả chứ cái bỏng bạc chương nhôm nì anh việc đánh khăm tập bất cái ní chia cái bỏ đánh việc tay đánh sạch mổ mình đã ngột nắng đòi mùi bèo tê cái tay miền sắt bờ prey ena miền sạch hơi mình đã lui pi khलब cái bỏ đánh nhôm tê ôi tay việc khơi sàm trường nụ song khâm tha ban ôi liêng nắng chăm ôi hơi tâu mụ chia nâng bàn mình đều khám tê nị bò rực tê lứ nị nút ni dì ụt prap đôi chân hết tay chia một nút lùng muốn mình school có trong ban khla bỏng bạc trường song cồm nụ cứt thả kẻ mình tiền hơi nị dì ông vò lồn lồn thả ba đôi chân nó nị ăn ất nhom xông tinh kẻ nị dô tàu bọ đánh tập bật sọc nhom miền sạch trở nè nị rấy sạch lại thả bờ nhom lộ kẻ nị ôi tàu nị tiếc nhóm xong nâng ngột nàng hơi rộp ở vầy xì miền tê bọn té nịa bàn chuộc nâng nhóm một đó bờ mình nị dê khnia có mình bàn cái nhóm ní nhóm sro lành vía rộp ở vầy priệp miền tê
បើអ្នកចង់ទិញតើអ្នកឲ្យថ្លៃប៉ុន្មានអ្នកបររទេះគោឆ្លើយថាខ្ញុំមានតែគោមួយនឹមនឹងឯងហើយគោនេះខ្ញុំស្រឡាញ់រកអ្វីប្រៀបគ្នាទេត្បិតបរមួយថ្ងៃវល់ល្ងាចមិនឈប់សោះក៏បានក្នុងមួយថ្ងៃឲ្យទឹកផឹកតែម្ដងទាំងលបឿនទៀតក្នុងស្រុកឯនេះគ្មានគោណាលឿនស្មើទេតែឥឡូវនេះចិត្តខ្ញុំចង់បានឆ្កែនេះឯងយកទៅដេញសត្វឯស្រុកខ្ញុំសូមដូរធ្នូគោមួយនឹមព្រមទាំងកណ្ដឹងចង្ក្រង់ត្រដោខ្សែទៀមខ្សែចន្ទល់គ្រប់ប្រដាប់ស្រាប់តែឡើងជិះបរតែម្ដងខ្ញុំសុំតែខ្លួននឹងប្រពន្ធចុះចាញ់អ្នករែកសាច់ឮអ្នកបររទេះថាដូរជាមួយគោមួយនឹមនឹងគ្រប់ប្រដាប់ស្រាប់តែឡើងបរក៏នឹកអរក្នុងចិត្តណាស់ដោយសារតែសាច់វាធ្ងន់ផងហើយធ្វើជាមិនចង់ដូរទេតែក្នុងចិត្តចង់ដូរណាស់និយាយថាឆ្កែខ្ញុំនេះខ្ញុំស្រឡាញ់ណាស់ឥឡូវអ្នកមកសុំដូរពីខ្ញុំទៅខ្ញុំខំកាត់ចិត្តដូរឲ្យអ្នកទៅចុះប៉ុន្តែអ្នកថ្នមវាឲ្យល្អកុំឲ្យវាឃ្លានហើយអ្នកយកសាច់នេះទុកឲ្យវាស៊ីតាមផ្លូវទៅឯអ្នករែកសាច់ក៏បានឲ្យសាច់ទៅអ្នកនោះល្មមខ្លាស៊ីឆ្អែតហើយយកសាច់ដាក់លើរទេះបោទៅអ្នកម្ចាស់រទេះគោនោះក៏ដឹកខ្លាសំគងបំបាក់ជើងទៅបន្តិចទៅឲ្យសាច់ទៅខ្លាស៊ីជារឿយខ្លានោះបានសាច់ស៊ីមានកម្លាំងក៏ក្រែងមិនចង់ទៅលុះត្រាតែដាច់ខ្សែហើយដើរចូលទៅក្នុងព្រៃទៅអ្នកនោះដឹងថាខ្លាបលចូលទៅក្នុងព្រៃហើយក៏រត់ទៅតាមចាប់ហើយហៅថាបើអាក្លឹកមកអាយខ្លាឃើញមនុស្សទៅជិតបែរមកគំរាមធ្វើហែសំធប់ឲ្យអ្នកនោះឃើញខ្លាគំរាមមុខគួរឲ្យខ្លាចដូច្នោះក៏ថយមកក្រោយវិញមិនហ៊ានតាមទៅទៀតប៉ុន្តែនឹកស្ដាយមើលទៅរទេះបោះទៅបាត់មិនដឹងជាទៅដល់ណាអ្នកម្ចាស់ខ្លាបានរទេះគោនោះហើយក៏ម្នីដាក់អំរែកលើរទេះឡើងជិះទាំងពីរនាក់បោះជាប្រញាប់ទៅឲ្យតែហួសពីមុខម្ចាស់រទេះនោះឯអ្នកម្ចាស់រទេះដល់ខ្លាបោលចូលទៅក្នុងព្រៃទៅហើយនឹកស្ដាយណាស់មិនដឹងគិតធ្វើដូចម្តេចក៏បបួលប្រពន្ធ